គោលនយោបាយបែងចែកដីដើម្បីសង្គមគិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជាយន្តការផ្ទេរដីតាមផ្លូវច្បាប់ដូចមានចែងនៅក្នុងច្បាប់ភូមិបាលឆ្នាំ2001ដើម្បីធ្វើការផ្ទេរដីជាទ្រព្យឯកជនរបស់រដ្ឋទៅឲ្យបុគ្គលឯកជនឬក្រុមមនុស្សជាពិសេសប្រជាពលរដ្ឋក្រីក្រពិតប្រាកដសម្រាប់គោលដៅសង្គមគិច្ចដែលសំដៅទៅលើការសាងសង់លំនៅឋាននិងការធ្វើកសិកម្មជាលក្ខណៈគ្រួសារក្នុងទិសដៅលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់សម្បទានិកការបែងចែកដីដើម្បីសង្គមគិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចអាចត្រូវបានយកមកប្រើប្រាស់នៅក្នុងស្ថានភាពជាច្រើនដើម្បីដោះស្រាយតម្រូវការដីនិងចាត់ចែងការប្រើប្រាស់ដីក្នុងគោលដៅសង្គមគិច្ចដូចជាកង្វះដីសាងសង់លំនៅឋានភាពគ្មានដីតម្រូវការដីសម្រាប់ការតាំងទីលំនៅជាថ្មីការចែកដីដោះមានរួចការអភិវឌ្ឍលំនៅឋាននិងដីឡូសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតរបស់កម្មករចម្ការធំៗក្រៅពីនេះនៅមានសំណុំពរបែងចែកដីសម្រាប់គោលដៅសង្គមគិច្ចដល់ជនរងគ្រោះដោយគ្រោះធម្មជាតិយោធិនរំសាយនិងគ្រួសារយុទ្ធជនពលិពិការសម្បទានដីសង្គមគិច្ចក៏អាចត្រូវបានប្រើនៅក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចទូលំទូលាយនានាដូចជាការសាងសង់លំនៅឋានសង្គមគិច្ចការតាំងទីលំនៅជាថ្មីការអភិវឌ្ឍសហគមន៍ការស្ដារស្ថានភាពក្រោយពីគ្រោះធម្មជាតិការអភិវឌ្ឍដីថ្មីជាដើមគោលនយោបាយបែងចែកដីដើម្បីសង្គមគិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជាយន្តការមួយនៅក្នុងចំណោមយន្តការឯទៀតដើម្បីឲ្យរដ្ឋអាចផ្ទេរដីជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋសម្រាប់ប្រើប្រាស់នៅក្នុងផលិតកម្មហើយយន្តការនេះមានសារៈសំខាន់ណាស់ពីព្រោះជាយន្តការតែមួយគត់ដែលមានគោលដៅសង្គមគិច្ចដូច្នេះយន្តការនេះមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ